សួស្តីប្រិយមិត្តអ្នកស្ដាប់ Channel ផឹកខៃពិភាក្សាទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំនឹងលើកយករឿងរ៉ាវរបស់អ្នកចាំទីម្នាក់ដែលបានឈរចាំទីតែម្នាក់ឯងនៅលើទីលានដែលពោពេញទៅដោយអាប់ដ៏ខ្មុះខ្មាញ់កាលពី88ឆ្នាំមុននៅថ្ងៃបុណ្យណូអែលឆ្នាំ1937មានរឿងរ៉ាវមួយបានកើតឡើងក្នុងជំនួបរវាងក្រុមតាវខេជើស៊ីតូជាមួយនឹងក្រុមឆាថុនអាត្លេទិកដោយអ្នកចាំទីរបស់ក្រុមឆាតុនអាត្លេទិកគឺលោក Samuel Bartram បានឈរតាមម្នាក់ឯងក្នុងអាប់ដ៏ក្រាស់នៅឯកីឡដ្ឋាន Stamford Bridge របស់ក្រុមតាវខេជើស៊ីការប្រកួតក្នុងតង់ទី1បានចាប់ផ្ដើមប៉ុន្តែត្រូវបានក្បាក់ការប្រកួតវិញព្រោះដោយសារតែអាប់បានចុះគ្រុឌដណ្ដប់ពេញលើទីលានប្រកួតយ៉ាងខ្លាំងដែលធ្វើឲ្យគ្រប់គ្នានៅទីនោះមិនអាចមើលឃើញអ្វីឡើយដោយសារតែបញ្ហាអាកាសធាតុមិនល្អទៅធ្វើឲ្យអាជ្ញាកណ្ដាលបានសម្រេចជាផ្លុំកញ្ចែផ្អាកការប្រកួតជាបណ្ដោះអាសន្នសិនត្រឹមនាទីទី60កីឡាករក្រុមទាំងសងខាងបានចូលទៅសម្រាប់ក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់អត់ទៅហើយលើកលែងតែអ្នកចាំទីតែម្នាក់តែប៉ុណ្ណោះដែលនៅតែបន្តឈរចាំក្នុងប្រអប់ទីអស់រយៈពេល30នាទីតែម្នាក់ឯងព្រោះពេលដែលអាជ្ញាកណ្ដាលផ្លុំកញ្ចែផ្អាកការប្រកួតអ្នកចាំទីសញ្ជាតិអង់គ្លេសរុកនេះមិនបានលើសម្លេងកញ្ចែដែលអាជ្ញាកណ្ដាលផ្លុំនោះទេព្រោះដោយសារតែបញ្ហាអាកាសធាតុមើលមិនឃើញផងបបផ្សំជាមួយនឹងសម្លេងស្រែកហូរកញ្ជ្រៀលរបស់អ្នកចាំទីផងទៅធ្វើឲ្យលោក Sam Bartram គិតថាការប្រកួតនៅតែបន្តហើយមើលរំខានរបស់លោកប្រហែលជាកំពុងតែធ្វើការដាក់សម្ពាធទៅលើក្រុមតាវខេជើស៊ីចាក់ជាពំខានលោក Sam Bartram បានឈរតាមម្នាក់ឯងក្នុងតំបន់ចាំទីរបស់ខ្លួនអស់រយៈពេល30នាទីដើម្បីបន្តលេងបន្តទៀតភ្លាមៗនោះមានប៉ូលីសម្នាក់បានដើរចំពប់ដួលលើគាត់ហើយប៉ូលីសម្នាក់នោះបានចោទជាសំណួរសួរគាត់ថាតើអ្នកឯងកំពុងធ្វើអ្វីនៅទីនេះការប្រកួតត្រូវបានគេបញ្ឈប់តាំងពី30នាទីមុនមកម្លេះគ្មាននរណាម្នាក់ឡើយនៅលើទីលានប្រកួតនេះពេលនោះហើយទៅលោក Samuel Bartram បាននឹងខ្លួនថាការប្រកួតត្រូវបានគេបញ្ឈប់តាំងពីយូរយារណាស់មកហើយប៉ុន្តែរឿងដែលចម្លែកនោះគឺថាហេតុអ្វីបានជាមិត្តរួមក្រុមរបស់លោកគ្មាននរណាម្នាក់ប្រាប់លោកឡើយក្រោយមកទៀតគាត់បានត្រឡប់មកកាន់បន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់វិញហើយក៏បានសង្កេតឃើញថាមិត្តរួមក្រុមរបស់លោកបានផ្លាស់ប្ដូរសម្លៀកបំពាក់ឬអត់ទៅហើយក្រោយពីរឿងរ៉ាវរបស់អ្នកចាំទី Sam Bartram ដែលបានឈរចាំទីតាមម្នាក់ឯងនៅលើទីលានបានធ្វើឲ្យរឿងរ៉ាវរបស់លោកល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យបាល់ទាត់ហើយរូបលោកត្រូវបានគេគោរពនិងឲ្យតម្លៃយ៉ាងខ្លាំងរឿងរ៉ាវរបស់លោក Sam Bartram មិនជារឿងដែលគេចេះតែប្រឌិតឡើងនោះទេប៉ុន្តែរឿងនេះគឺជារឿងពិតដែលបានកើតឡើងជិតមួយសតវត្សរ៍មកហើយរហូតមកដល់នឹងពេលបច្ចុប្បន្ននេះក៏នៅតែមានអ្នកលើកយករឿងរ៉ាវរបស់គាត់យកមកនិយាយជាហោហែទៀតផងហើយក៏បានខ្លាចជាអ្នកចាំទីដែលមានគេសរសើរនិងគោរពបំផុតនៅក្នុងវិស័យបាល់ទាត់របស់ប្រទេសអង់គ្លេសលោក Sam Bartram បង្កើតនៅក្នុងឆ្នាំ1914នៅទីក្រុង Jarrow ដែលជាទីក្រុងមួយនៅភូមិភាគឦសាននៃប្រទេសអង់គ្លេសលោក Bartram បានចាប់ផ្ដើមអាជីពរបស់គាត់ជាមួយនឹងក្រុម Bolton Community FC ហើយនៅក្នុងឆ្នាំ1934គាត់បានចូលរួមលេងឲ្យក្រុម Charlton Athletic ដែលជាទីកន្លែងដែលគាត់បានចាយពេលភាគច្រើននៃអាជីពដ៏អស្ចារ្យរបស់គាត់អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះបានកសាងកេរ្តិ៍ឈ្មោះរបស់គាត់ឲ្យកាន់តែល្បីល្បាញដោយគាត់បានក្លាយជាកីឡាករដែលបានបង្ហាញខ្លួនលេងលើទីលានច្រើនជាងគេប្រចាំប្រវត្តិសាស្ត្ររបស់ក្លឹបពោលគឺគាត់លេងរហូតដល់623ប្រកួតដែលកំណត់ត្រាដ៏អស្ចារ្យមួយនេះនៅមិនទាន់មានកីឡាករណាម្នាក់អាចបំបែកបានឡើយរហូតមកដល់នៅពេលបច្ចុប្បន្ននេះបើទោះបីជាគាត់ជាអ្នកចាំទីដែលមានសមត្ថភាពនិងមានប្រជាប្រិយភាពយ៉ាងណាក៏ដោយក៏គាត់ពុំត្រូវបានក្រុមតាវខៀវអង់គ្លេសក៏ហៅគាត់ឲ្យចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឡើយនៅឆ្នាំ1956លោក Sam Bartram បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ត្រឹមអាយុ42ឆ្នាំហើយបន្តមកគាត់បានចាប់ផ្ដើមអាជីពធ្វើជាគ្រូបង្វឹកដឹកនាំក្រុម York City និងក្រុម Luton Town ក្នុងលីកបាល់ទាត់របស់ប្រទេសអង់គ្លេសហើយក្រោយមកទៀតគាត់បានក្លាយជាអ្នកសរសេរអត្ថបទបាល់ទាត់ចែករំលែកពីបទពិសោធន៍និងទស្សនៈរបស់គាត់ជាមួយនឹងកាសែត The People នៅក្នុងឆ្នាំ2006 ក្លឹប Charlton Athletic បានសាងសង់រូបសំណាករបស់លោក Sam Bartram ដែលមានកម្ពស់រហូតដល់9 feet នៅឯកីឡាដ្ឋានរបស់ពួកគេដើម្បីអបអរខួបទី100ឆ្នាំរបស់ក្លឹបស្ដាប់មកដល់ត្រឹមនេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតើការប្រកួតរវាងក្រុមបាល់ទាត់តាវខេជើស៊ីទៅជាមួយនឹងក្រុម Charlton Athletic ក្នុងឆ្នាំ1937នោះតើក្រុមណាជាក្រុមដែលទទួលបានជ័យជំនះចម្លើយនោះគឺក្រុមតាវខេជើស៊ីបានលុតក្រុម Charlton Athletic ក្នុងលទ្ធផល3-0បន្ទាប់ពីបានស្ដាប់រឿងព្រេងនិទានខាងលើរួចធ្វើឲ្យយើងយល់ថារឿងរ៉ាវរបស់លោក Sam Bartram បានបង្រៀនយើងគ្រប់គ្នាឲ្យចេះស្រឡាញ់និងចេះគ្រប់តួនាទីការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនហើយនៅក្នុងវិស័យបាល់ទាត់មានរឿងរ៉ាវជាច្រើនដែលមានតម្លៃជាងការលើកពានទៅទៀត
ខ្ញុំនឹងបង្កើត playlist សម្រាប់ channel របស់ខ្ញុំជា3ប្រភេទគឺវិភាគកីឡាព្រឹត្តិការណ៍កីឡានិងរឿងរ៉ាវកីឡាសម្រាប់ដល់អ្នកទាំងអស់គ្នាទុកជាការស្ដាប់កម្សាន្តផងនិងសម្រាប់ការអប់រំផងបើសិនអ្នកទាំងអស់គ្នាចូលចិត្តវីដេអូប្រភេទរឿងរ៉ាវបទខ្លីៗបែបនេះបន្តទៀតសូមអ្នកទាំងអស់គ្នាកុំភ្លេច subscribe អ្នកមើលផងដើម្បីទទួលបានអេពីសូតថ្មីៗបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ត